ទោះបីកម្ពុជាមានសង្គ្រាមតែកប៉ាល់ Westerdam ដឹកភ្ញៀវទេសចរចំនួន 1877 នាក់ចូលចតក្រុងព្រះសីហនុខណៈភ្ញៀវទេសចរទាំងអស់ចុះពីកប៉ាល់ភ្លាមឧបត្ថម្ភសម្ភារៈថវិកាជូនជនភៀសឹកនិងវីរៈកងទ័ពជួរមុខនេះបើតាមเพจផ្លូវការរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាកប៉ាល់ទេសចរដ៏ធំមួយគ្រឿងឈ្មោះ Westerdam មកពីប្រទេសហូឡង់បានដឹកភ្ញៀវចំនួន 1877 នាក់ភាគច្រើនមកពីប្រទេសអាមេរិកនិងជាស្ត្រីបានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុទាំងព្រឹកព្រលឹមម៉ោង 6 នាថ្ងៃទី 15 ខែធ្នូឆ្នាំ 2025 នេះយោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលីសទោះបីជាប្រទេសកម្ពុជាយើងកំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃយ៉ាងណាក៏ដោយក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកំសាន្តប្រទេសយើងដែរនេះសបញ្ជាក់ថាប្រទេសយើងមានសុខសន្តិភាពនិងការអភិវឌ្ឍដែលគេទទួលស្គាល់ជាអន្តរជាតិភ្ញៀវទេសចរស្ទើរតែទាំងអស់គ្រាន់តែចុះពីកប៉ាល់ភ្លាមគឺសំដៅមកវេទិកា 7 មករាដើម្បីចូលរួមឧបត្ថម្ភជាសម្ភារៈថវិកាគ្រឿងឧបភោគបរិភោគជូនដល់វីរៈកងទ័ពកម្ពុជាយើងនិងប្រជាពលរដ្ឋភៀសឹកគួររំលឹកថាកប៉ាល់ដ៏ធំសម្បើមនេះមានឌីវឹកចំនួន 800 និងចាក់ចេញពីប្រទេសកម្ពុជានៅម៉ោង 8 យប់ខែឆ្នាំដដែលឆ្ពោះទៅប្រទេសថៃ